វេណេស៊ុយអេឡាប្រកាសការកាន់ទុករយៈពេល7ថ្ងៃក្រោយគ្រោះរញ្ជួយដីឆក់យកអាយុជីវិតពលរដ្ឋជិត2300នាក់តាមការបញ្ជាក់ពីមន្ត្រីប្រចាំប្រទេសវេណេស៊ុយអេឡាបានឲ្យដឹងថាចំនួនអ្នកបាត់បង់ជីវិតដោយសារតែគ្រោះរញ្ជួយដី2លើកផ្ទុំគ្នាបានកើនឡើងជិត2300នាក់ហើយខណៈមនុស្សជាង11000នាក់ផ្សេងទៀតបានរងរបួសជុំវិញគ្រោះមហន្តរាយដ៏អាក្រក់នេះផងដែរប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡាគឺលោកស្រី Delcy Rodriguez បានប្រកាសការកាន់ទុក្ខទូទាំងប្រទេសរយៈពេល7ថ្ងៃចាប់ពីថ្ងៃទី1ខែកក្កដាឆ្នាំ2026តទៅដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះលោកស្រីបានថ្លែងថាពួកយើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួនហើយពួកយើងក៏សូមបួងសួងដល់អ្នករងរបួសអ្នកកំពុងបាត់ខ្លួននិងសហគមន៍ដែលរងការប៉ះពាល់ផងដែរប្រទេសវេណេស៊ុយអេឡាកំពុងតែឈឺចាប់ខ្លាំងដោយសារតែការបាត់បង់ជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនដែលបណ្ដាលមកពីគ្រោះមហន្តរាយរញ្ជួយដីនេះក្នុងពេលវេលាដ៏សោកសៅនេះផងដែរពួកយើងនឹងនៅឈរជាមួយអ្នកដែលកំពុងជួបទុក្ខលំបាកដោយសារសោកនាដកម្មនេះនឹងនៅតែប្រកាន់ជំហរបដិញ្ញាគាំទ្រនិងការពារពួកគេជានិច្ចក្នុងថ្ងៃជាមួយគ្នានេះដែរលោក George Rodriguez ប្រធានរដ្ឋសភាវេណេស៊ុយអេឡាបានអាប់ដេតចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីបានកើនឡើងដល់ទៅ2295នាក់ហើយក្នុងនោះផងដែរខាងអង្គការសហប្រជាជាតិបានប្រមាណថាជនរងគ្រោះប្រមាណជា50000នាក់ផ្សេងទៀតកំពុងបាត់ខ្លួន